សួស្តីអ្នកស្ដាប់និងទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការវិភាគភូមិសាស្ត្រនយោបាយប្រចាំថ្ងៃនេះយើងនឹងលើកយកព្រឹត្តិការណ៍ដ៏ក្តៅគគុកនិងរន្ធត់បំផុតមួយដែលកំពុងអង្រួនសកលលោកទាំងមូលនាដើមឆ្នាំ2026នេះនោះគឺសង្គ្រាមទ្រង់ទ្រាយធំរវាងមហាអំណាចសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់តើសង្គ្រាមនេះផ្ដើមចេញពីណានរណាខុសនរណាត្រូវហើយតើវាជះឥទ្ធិពលអ្វីខ្លះដល់សេដ្ឋកិច្ចពិភពលោកនិងជីវិតរស់នៅរបស់យើងសូមតាមដានជាមួយខ្ញុំដូចតទៅរឿងរ៉ាវបានផ្ទុះឡើងជាផ្លូវការកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026នៅពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានរួមគ្នាបើកប្រតិបត្តិការយោធាផ្លេចបន្ទោលទ្រង់ទ្រាយធំវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់គោលដៅចម្បងរបស់មហាអំណាចទាំងពីរគឺកំទេចចោលទាំងស្រុងនៅកម្មវិធីនុយក្លេអ៊ែរហេដ្ឋារចនាសម្ព័ន្ធយោធានិងផ្លាស់ប្ដូររបបដឹកនាំទីក្រុងតេហេរ៉ង់អ្វីដែលពិភពលោកទាំងមូលភ្ញាក់ផ្អើលនោះគឺគ្រាប់បែកនៅដើមសង្គ្រាមនេះបានសម្លាប់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ក៏ដូចជាមេតបកម្ពុជាជាច្រើនរូបទៀតបច្ចុប្បន្នកូនប្រុសរបស់លោកត្រូវបានតែងតាំងជាមេដឹកនាំបន្តវេនដែលស្ថិតក្រោមការគ្រប់គ្រងយ៉ាងពេញទំហឹងពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ចុះតើអ៊ីរ៉ង់នៅស្ងៀមរងការវាយប្រហារឬទេចម្លើយគឺទេទាំងស្រុងដើម្បីសងសឹកអ៊ីរ៉ង់ប្រើប្រាស់យុទ្ធសាស្ត្របាញ់ស្រោចដោយបញ្ចេញឃ្លាំងមីស៊ីលផ្លោងនិងយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងវាយប្រហារមិនត្រឹមតែទៅលើប្រទេសអ៊ីស្រាអែលនិងមូលដ្ឋានកងទ័ពអាមេរិកប៉ុណ្ណោះទេតែបានវាយប្រហាររាលដាលដល់រដ្ឋអារ៉ាប់ជិតខាងដែលអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពថែមទៀតផងនិយាយពីទស្សនវិជ្ជាច្បាប់និងមនុស្សធម៌វិញភាគីទាំងសងខាងសុទ្ធតែបានបន្សល់ទុកនៅកំហុសដ៏ធ្ងន់ធ្ងរអ្នកច្បាប់អន្តរជាតិបានរិះគន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលយ៉ាងចាស់ដៃថាបានរំលោភបំពានច្បាប់អន្តរជាតិក្នុងការបើកការវាយប្រហារមុនដែលគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិចំណែកអ៊ីរ៉ង់វិញក៏បានរំលោភច្បាប់សង្គ្រាមយ៉ាងខំរោលតាមរយៈការវាយប្រហារមិនរើសមុខដែលធ្វើឲ្យជនស៊ីវិលស្លូតត្រង់ស្លាប់និងរបួសយ៉ាងច្រើនត្រឹមរយៈពេលខ្លីជនស៊ីវិលអ៊ីរ៉ង់យ៉ាងហោចណាស់1348នាក់បានស្លាប់បាត់បង់ជីវិតនិងជាង17000នាក់បានរងរបួសគណៈប្រជាជន3លាននាក់ត្រូវជម្លៀសចេញពីលំនៅឋានសោកនាដកម្មដែលធ្វើឲ្យពិភពលោកស្រក់ទឹកភ្នែកបំផុតនោះគឺកំហុសបច្ចេកទេសរបស់យុទ្ធអាមេរិកដែលបាញ់មីស៊ីលចំសាលាបឋមសិក្សាមួយកន្លែងនៅទីក្រុងមីនណាប់បណ្ដាលឲ្យកុមារីនិងគ្រូបង្រៀនជាង170នាក់បាត់បង់ជីវិតយ៉ាងរន្ធត់ឥឡូវនេះយើងងាកមកមើលផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកវិញម្ដងតើសង្គ្រាមនេះពាក់ព័ន្ធអ្វីនឹងប្រាក់ក្នុងហោប៉ៅរបស់អ្នកវាពាក់ព័ន្ធយ៉ាងខ្លាំងជាការសងសឹកអ៊ីរ៉ង់បានបិទច្រកសមុទ្រហាម៉ូដែលជាច្រកឆ្លងកាត់ប្រេងឆៅប្រមាណ 20% នៃតម្រូវការពិភពលោកភ្លាមតម្លៃប្រេងឆៅបានហក់ឡើងលើសពី$100ក្នុងមួយបារ៉ែលស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Bloomberg បានប្រមានថាប្រសិនបើច្រកនេះបន្តបិទតម្លៃប្រេងអាចនឹងកើនឡើងដល់$108ដែលធ្វើឲ្យតម្លៃទំនិញគ្រប់ប្រភេទឡើងថ្លៃនិងរុញអតិផរណាសកលឲ្យកាន់តែខ្ពស់ដោយសារតែផលវិបាកធ្ងន់ធ្ងរទាំងនេះសូម្បីតែសហរដ្ឋអាមេរិកខ្លួនឯងក៏មានពលរដ្ឋដល់ទៅ 56% បានសម្ដែងការមិនគាំទ្រចំពោះសង្គ្រាមនេះដែរតើសង្គ្រាមនេះអាចបញ្ចប់ទៅដោយរបៀបណាថ្មីនេះប្រធានាធិបតីអ៊ីរ៉ង់បានដាក់ចេញលក្ខខណ្ឌចំនួន3ដើម្បីបញ្ចប់សង្គ្រាមទី1ទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ទី2សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលត្រូវសងជំងឺចិត្តនិងការខូចខាតទី3ត្រូវមានការធានាអន្តរជាតិថានឹងគ្មានការឈ្លានពាននៅពេលអនាគតទៀតលក្ខខណ្ឌនេះជាពិសេសការទាមទារសំណងជំងឺចិត្តត្រូវបានអ្នកវិភាគមើលឃើញថាជាចំណុចដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលពិបាកទទួលយកបំផុតជារួមមកសង្គ្រាមនៅដើមឆ្នាំ2026នេះបានបង្ហាញពីការបរាជ័យនៃប្រព័ន្ធសន្តិភាពសកលលោក
វាគឺជាលបែងប្រទិញប្រទង់អំណាចដែលអ្នករងគ្រោះពិតប្រាកដគឺជនស៊ីវិលស្លូតត្រង់និងសេដ្ឋកិច្ចពិភពលោកទាំងមូលតើអនាគតនៃតំបន់មជ្ឈមបូព៌ានឹងទៅជាយ៉ាងណាយើងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងនាំយកព័ត៌មានថ្មីមកជម្រាបជូនប្រិយមិត្តនៅវគ្គក្រោយៗទៀតសូមអរគុណសម្រាប់ការតាមដានស្ដាប់ប្រសិនបើអ្នកពេញចិត្តការវិភាគនេះសូមកុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជួបគ្នាពេលក្រោយសូមជម្រាបលា